ឆ្នាំ1985 ខេត្តកំពង់ឆ្នាំងផ្សែងហុយចេញពីទួលព្រៃខាងកើតភូមិមនុស្សម្នាមានក្មេងចាស់ប្រុសស្រីហាក់កំពុងឈរប្រមូលផ្ដុំគ្នាត្រៀបត្រាលាយឡំជាមួយនឹងសំឡេងទ្រហោយំគួរឲ្យសង្វេគបើក្រឡេកមើលទៅជ្រុងម្ខាងទៀតក៏ឃើញថាមានអ្នកខ្លះកំពុងតែឈរនិយាយគ្នាតិចវាទៅបនឹងឈឺសោះម្ដេចបានជាស្លាប់លឿនម្លេះមួយសន្ទុះក្រោយមកមនុស្សចាប់ផ្ដើមដើរចេញម្នាក់ម្ដងរហូតសឹងតែស្បើយមនុស្សពីកន្លែងនោះផ្ទាំងទស្សនីយភាពដែលបង្ហាញនៅលោកតាវ័យចំណាស់ម្នាក់កំពុងឈរនៅក្បែរនឹងភ្នក់ភ្លើងដែលកំពុងតែឆេះសន្ធោសន្ធៅជះចំហាយក្តៅភាយមកខាងក្រៅថែមទៀតផងនៅក្បែរលោកតាចំណាស់មានក្មេងកំឡោះ2នាក់កំពុងតែបោះអុសចូលក្នុងភ្នក់ភ្លើងយ៉ាងញាប់ដៃញាប់ជើងមើលទៅពួកគេហាក់ជំនាញខ្លាំងណាស់នៅក្បែរនោះទៀតសោតក៏មានដើមត្នោតលេខ2ដើមធំដែលមានម្លប់ល្មមជាទីជម្រកដល់មនុស្សសត្វនានាទីនោះក៏មានអ៊ំ4នាក់កំពុងតែអង្គុយដំកង់គ្នាលើកែវស្រាថ្នាំផឹកទំនងជាឆ្ងាញ់អស្ចារ្យមើលទៅសាច់ខ្លែមពួកគាត់ក៏មិនមានអ្វីឲ្យឆ្ងាញ់ណាស់ណានោះទេគាត់មានតែកូនត្រឡនតនអាំងនិងត្រីងៀតមួយកន្ទុយតែប៉ុណ្ណោះផឹកខ្លែមមិនដឹងថាអស់ប៉ុន្មានលីត្រហើយនោះទេទាំងនេះគឺជាទស្សនវិជ្ជាបុណ្យសពនៅក្នុងភូមិមួយដែលពួកគេកំពុងតែមានទុកក្រៀមក្រំសាច់ញាតិគេទទួលអនិច្ចកម្មទៅលោកខាងមុខចំណែកលោកតាចំណាស់ម្នាក់នោះវិញគាត់ឈ្មោះយិនសែមគាត់ជាអាចារ្យយោគីល្បីឈ្មោះម្នាក់នៅក្នុងភូមិនេះចំនួននោះឲ្យតែមានមនុស្សខូចនៅក្នុងភូមិមិនថាចិត្តឬឆ្ងាយទេគេតែងមកអញ្ជើញគាត់ទៅធ្វើពិធីកម្មអីនានាអាចនិយាយបានថាកិត្តិនាមរបស់គាត់ល្បីរន្ទឺខ្លាំងណាស់កាលពីចំនួននោះទេសភាពនៅតាមតំបន់ជនបទមានភាពស្រស់ស្អាតនិងស្ងប់ស្ងាត់ជាទីបំផុតពេលមានមនុស្សដើរចូលមកក្នុងភូមិអារម្មណ៍ដំបូងដែលឮគឺសំឡេងសត្វស្លងស្លែងសំឡេងសត្វមាន់រងាវពេលព្រឹកព្រលឹមអើងកងពេញទាំងភូមិក្មេងៗនៅក្នុងភូមិនាំគ្នាកាច់ធៀងចេកកាច់ធ្វើជាសេះជិះដេញគ្នារត់លេងនៅតាមផ្លូវក្នុងភូមិមើលទៅគួរជាទីសមនៈអស្ចារ្យអ៊ំពូមីងនៅក្នុងភូមិក៏នាំគ្នាជិះម៉ូតូធាក់កង់មានដាក់សំណាញ់នៅពីខាងក្រោយដោយចងភ្ជាប់នៅនឹងទ្រុងដែលធ្វើអំពីឫស្សីទុកសម្រាប់ដាក់ត្រីក្តាមកង្កែបដែលពួកគាត់បងសំណាញ់បានផ្ទះនៅទីនោះទៀតសោតភាគច្រើនគឺជាផ្ទះឈើមានទាំងផ្ទះតូចនិងធំផ្ទះតូចសាងសង់បែបសាមញ្ញដែលមានជញ្ជាំងឈើប្រក់ដំបូលក្បឿងឬស្លឹកត្នោតទៅតាមកម្រិតជីវភាពរបស់បងប្អូនអ្នកភូមិម្នាក់នៅជុំវិញផ្ទះក៏មានដំណាំបង្ការបន្លែត្រកួនត្រសក់ម្ទេសស្លឹកគ្រៃខ្ទឹមបន្លែស្រស់ដែលពួកគាត់ដាំសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃនៅខាងក្រោយភូមិឯនេះវិញក៏មានតែវាលស្រែធំល្វឹងល្វើយមានស្មៅខៀវស្រងាត់ដុំពពកប៉ងប៉ាងដូចជាកំពុងលេងនៅលើផ្ទៃមេឃពណ៌ខៀវភ្លឺនៅពេលថ្ងៃរៀបលិចពន្លឺព្រះអាទិត្យពណ៌ក្រហមព្រឿងក៏ចាប់ផ្ដើមបាំងលើដំបូលផ្ទះឈើដែលធ្វើឲ្យទេសភាពទាំងមូលមើលទៅមានអារម្មណ៍ថាស្រស់ស្អាតខ្លាំងណាស់ហើយមិនយូរប៉ុន្មានភាពស្រស់ស្អាតក៏ប្រែទៅជាស្ងៀមស្ងាត់ដូចជាពិភពនៃភពផែនដីផ្សេងមួយទៀតអញ្ចឹងលោកតាសែមគាត់គឺជាអ្នកធ្លាប់បួសរៀនបានជាង15ព្រះវស្សាលុះដល់ប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមទើបគាត់សម្រេចចិត្តសឹកដើម្បីរត់គេចពីសេចក្តីស្លាប់ដែលហេតុថាសម័យថ្មិលអត់សាសនាបានចូលមកដល់
ពួកវាសម្រាប់មិនស្គាល់ព្រះសង្ឃនោះទេឲ្យតែនរណាប្រឆាំងនឹងពួកវាមិនទុកជីវិតឡើយលុះក្រោយសង្គ្រាមទើបគាត់ខ្លាយទៅជាអ្នកភ្លុកបូជាសពមកជាអន្លើយូរទៅទើបគេឈ្មោះគាត់កាន់តែល្បីមានគេស្គាល់ច្រើនរហូតដល់គេដាក់រហស្សនាមគាត់ថាកំពូលអ្នកដុតខ្មោចកាលនោះមានអ៊ំប្រុសម្នាក់ឈ្មោះថាអ៊ំប្រាក់គាត់បានជារទេសគោដើម្បីមកអញ្ជើញលោកតាឲ្យទៅភូមិរបស់គាត់ដើម្បីបូជាសពបុរសម្នាក់នោះគេគឺជាអ្នករៀនមុនអាគមឬអ្នកចិត្តខាងនិយាយថាមុនស្លាប់គាត់ស្រែកធ្ងោឮខ្លាំងដូចសត្វគេចាក់កអញ្ចឹងហើយក៏មិនមាននរណាម្នាក់ដឹងថាមានរឿងអ្វីដែរដោយសារប្រពន្ធកូនគេនាំគ្នាទៅលេងផ្ទះម្ដាយគេមួយយប់លុះដល់ត្រឡប់មកវិញស្រែកហៅប្តីឲ្យបើកទ្វារប៉ុន្តែមិនមានសំឡេងឆ្លើយតបនាងជាប្រពន្ធកើតចិត្តភ័យនឹករំពៃរត់ទៅរកអ៊ំប្រាក់ដែលជាអ្នកភូមិផងរបងជាមួយឲ្យមកជួយពេលដែលអ៊ំប្រាក់គាត់មកដល់គាត់ព្យាយាមគោទ្វារមួយសន្ទុះដែរតែស្ងាត់មិនមានសំឡេងឆ្លើយតបតម្លោះហើយគាត់ក៏សម្រេចចិត្តថាយកជើងធាក់ទ្វារទម្លុះចូលកាលបើទ្វាររបើកប្រពន្ធគាត់និងអ្នកចិត្តខាង 4-5 នាក់ទៀតក៏ដើរចូលទៅក្នុងផ្ទះរកមើលបរិសម្នាក់នោះប៉ុន្តែនៅពេលដែលគេបើកទ្វារចូលទៅក៏ឃើញថាអាសនៈគ្រូធ្លាក់រប៉ាត់រប៉ាយពេញទាំងផ្ទះនៅជ្រុងម្ខាងនេះបន្ទប់ក៏ឃើញបរិសម្នាក់នោះដេកបះដៃបះជើងចំហមាត់បើកភ្នែកធំសភាពនេះបានបង្ហាញថាគេស្លាប់បាត់ទៅហើយលុះបានដឹងថាប្តីខ្លួនខូចនាងជាប្រពន្ធក៏យំសោកបោកប្រានមិនឈប់ឡើយដោយហេតុថានឹកអាណិតប្តីខ្លាំងពេកទើបតែបែកគ្នាមួយយប់សោះហេតុអីបានជាប្តីនាងស្លាប់ចោលនាងបាត់ទៅហើយណាមួយអាយុគាត់នៅក្មេងអាយុទើបតែជាង42ឆ្នាំហើយក៏មិនមានជំងឺប្រចាំកាយអ្វីនោះដែរនាងហាក់មិនអស់ចិត្តនឹងប្តីនាងឡើយបងប្អូនអ្នកភូមិអ្នកចិត្តខាងដែលនៅក្នុងហេតុការណ៍នោះគេលួចខ្សឹបខ្សៀវគ្នាថាបរិសម្នាក់នោះមុខជានឹងចាញ់អាគមគេហើយបានជាមកស្លាប់បែបនេះនិយាយដោយសារតែនៅក្នុងភូមិនេះមិនមែនមានតែគ្រូអាគមតែម្នាក់នេះនោះទេមានច្រើនអ្នកណាស់រហូតដល់12នាក់ហើយក្នុងនោះមាន4នាក់ដែលអ្នកភូមិគេដឹងថាគ្រូនោះជាគ្រូចិញ្ចឹមខ្មោចព្រាយសម្រាប់ធ្វើបាបអ្នកភូមិនៅតាមទីជនបទស្រុកស្រែចំការបែបនេះកាលណាបើមានមនុស្សស្លាប់គេតែងតែសង់រោងអំពីដើមឫស្សីឬកាប់កូនឈើប្រក់តង់ឬក្រណាត់កៅស៊ូដែលអាចបាំងខ្យល់បាំងភ្លៀងបានជាទីសម្រាប់តម្កល់មឈូសនិងរៀបចំជាទីសេនាសនៈព្រះសង្ឃគង់សម្ដែងធម៌ទេសនានៅក្នុងពិធីបុណ្យសពនោះបើយើងមើលត្រឹមតែរូបភាពយើងប្រហែលជាគិតថាពិធីបុណ្យសពនេះហាក់កណ្ដោយកណ្ដែងណាស់មើលទៅប៉ុន្តែវាមិនដូចអ្វីដែលបងប្អូនទាំងអស់គ្នាគិតនោះទេត្បិតអីសម័យនោះពុំសូវមានឧបករណ៍បូជាសពអីឲ្យទំនើបក៏ពិតមែនប៉ុន្តែពុកម៉ែបងប្អូនយើងស្រឡាញ់រាប់អានគ្នាខ្លាំងណាស់ដោយសារអ្នកភូមិមិនថាក្មេងចាស់ប្រុសស្រីក៏តែងតែមកអង្គុយកំដររោងសពដល់មេឃភ្លឺទៅពួកគេនាំគ្នាត្រឡប់ទៅផ្ទះវិញនិយាយអំពីម្ចាស់កម្មវិធីបុណ្យគេបានរៀបចំជាស្រាសទឹកត្នោតជូររួមជាមួយនឹងគ្រឿងក្លែមទុកសម្រាប់ឲ្យភ្ញៀវដែលចូលរួមកម្មវិធីនោះបានហូបកំដរមាត់កាលបើលោកតាសែមគាត់បានធ្វើដំណើរមកដល់ផ្ទះគ្រូអាគមម្នាក់នោះហើយលោកតាសែមគាត់ក៏ចាប់រៀបចំធ្វើកម្មចណ្ដើរតម្រង់ទិសដល់សពរួច
ก็រៀបចំចងទង់ក្រពើដាក់នៅខាងមុខផ្ទះដែលសម្គាល់ថាផ្ទះនោះមានមនុស្សស្លាប់ជាមួយគ្នានោះលោកតាគាត់ក៏បានហាមប្រាមឲ្យចាប់សត្វឆ្មាជាពិសេសឆ្មាសម្បុរ3ទុកឲ្យស្រួលបួលព្រោះចាស់តែងដំណាលមកថាប្រសិនបើសពណាមានសត្វឆ្មាកន្លងខ្មោចនោះប្រកាសជាខ្លាចជាខ្មោចដែលកាចសាហាវលងបន្លាចខ្លាំងណាស់ម្លោះហើយតាំងពីបុរាណគេហាមប្រាមតគ្នាមិនឲ្យមានសត្វឆ្មាមកក្បែរសពឡើយប៉ុន្តែចំពោះរឿងរ៉ាវនេះមិនមែនសុកសត្វឆ្មាវាមកលោតកន្លងសពនោះទេលុះត្រាតែសពនោះត្រូវទំនាយថានឹងមានសត្វឆ្មាកន្លងទើបវាមកលោតយប់នោះអ្នកណាដែលគេអង្គុយលេងបៀក៏អង្គុយទៅអ្នកណាដែលគេអង្គុយផឹកក៏អង្គុយផឹកទៅចំណែកលោកតាសែមគាត់ដាក់កំរាលសម្រាប់នៅក្បែរនឹងមឈូសសពនឹងតែម្ដងម៉ោងប្រហែលជា 3:30 នាទីស្រាប់តែលោកតាសែមគាត់ធំក្លិនផ្សែងធូបក្រអូបឈួលពេញច្រមុះគាត់លុះដល់ផុតពីក្លិនផ្សែងធូបស្រាប់តែគាត់ចាប់ស្អុយក្លិនសពភាយចេញមកខាងក្រៅដំបូងគាត់នឹកថាក្លិននោះវាជះមកពីក្នុងផ្ទះគេឬមកពីភក់ជ្រាំប៉ុន្តែយូរទៅក្លិនស្អុយនោះក៏នៅជាប់នឹងច្រមុះគាត់តែម្ដងពេលដែលគាត់ក្រោកឡើងស្រាប់តែគាត់បានឃើញបរិសម្នាក់ឈរនៅខាងចុងជើងគាត់ទឹកមុខរបស់គេហាក់ស្រពាប់ស្រពោនដូចជាមានរឿងអ្វីលាក់នៅក្នុងចិត្តនិយាយមិនចេញទឹកភ្នែកចាប់ផ្ដើមស្រក់ចុះប៉ុន្តែនិយាយមិនរួចទេពេលដែលលោកតាសែមគាត់សម្លឹងមើលរូបថតដែលដាក់នៅក្បែរមឈូសសពនោះទើបគាត់ភ្ញាក់ព្រឺតតាមពិតមនុស្សដែលឈរនៅខាងចុងជើងរបស់គាត់គឺជាវិញ្ញាណខ្មោចសោះប្រហែលគេមិនទាន់ដឹងថាខ្លួនគេបានស្លាប់បាត់បង់ជីវិតទៅហើយទេមើលទៅបានជាគេមកលេងផ្ទះរបស់ខ្លួនបែបនេះពេលដែលលោកតាងាកមកមើលប្រលឹងវិញ្ញាណខ្មោចនោះវិញស្រាប់តែបាត់វិញ្ញាណខ្មោចនោះមិនដឹងទៅណាប៉ុន្តែពេលនោះគាត់ទទួលអារម្មណ៍ដឹងថាព្រឺសម្បុរខ្លាំងមិនដឹងទេចាស់និយាយថាបើយើងព្រឺសម្បុរខ្លាំងបែបនេះមកជាមានប្រលឹងវិញ្ញាណខ្មោចឈរក្បែរយើងជាក់ជាមិនខានលុះដឹងរឿងសពគ្រប់អស់ហើយលោកតាសែមគាត់ក៏តាំងនិយាយភ្លាមថាបើឯងមិនទាន់ដឹងថាខ្លួនឯងស្លាប់ទេស្អែកចូលមកស្ដាប់ធម៌ទេសនាដើម្បីទទួលបុណ្យកុសលខ្លះគ្រាន់តែជាខែលតម្រង់ផ្លូវទៅកាន់សុគតិភពផងទៅចុះនិយាយហើយលោកតាគាត់ក៏សំងំសម្រានទៅលុះព្រឹកឡើងសាច់ញាតិគេក៏និមន្តព្រះសង្ឃមកធ្វើកិច្ចតាមបែបសាសនាលុះដល់ចប់កិច្ចហើយកាលណាទើបលោកតាអាចារ្យលោកចាប់រៀបចំដង្ហែសពទៅកាន់ទីបច្ចាបូជាដែលអ្នកភូមិបានរៀបចំកាប់អន្លង់រៀបចំកកំណោអស់សម្រាប់បូជាសពរួចជាស្រេចអ្នកភូមិដែលមានកម្លាំងគេក៏ចាប់លើកមឈូសដង្ហែតាំងពីផ្ទះបុណ្យរហូតមកដាក់នៅកន្លែងដែលត្រូវបូជាសពក្នុងកិច្ចដង្ហែសពនេះសាច់ញាតិសពគេកាន់ខ្សែដែលវិញអំពីចម្បាំងឬចោតហើយមានម្នាក់ទៀតគេកាន់លាជបាច់នៅតាមផ្លូវចាក់លីឡំសំលេងខ្លងខែកដង្ហែសពស្ដាប់ទៅព្រឺសម្បល់ខ្លាំងណាស់កូនចៅសាច់ញាតិនៃសពក៏ចាប់ទ្រហោយំស្រែកខ្លាំងដោយការនឹករលឹកគ្នាមិនគួរណាបែកបាក់គ្នាទាំងមិនទាន់អស់អាយុបែបនេះតតែសោះកាលបើលើកសពដាក់លើគំនរអស់ហើយលោកតាសែម
គាត់ក៏ចាប់ធ្វើកិច្ចពិធីសូត្រធម៌ដើម្បីបូជាភ្លើងប៉ុន្តែវាហាក់ចម្លែកណាស់ដែលហេតុថាសពគ្រូអាគមនោះបូជាឆេះមិនអស់សោះបើទោះបីជាគាត់ប្រើប្រេងកាត់អស់ជាង30លីត្រក៏ដោយលោកតាក៏ប្រាប់ឲ្យបងទាំងពីរថែមអស់ទៀតដើម្បីឲ្យឆេះអស់បានលឿនបន្តិចព្រោះម៉ោងជាង4ល្ងាចទៅហើយនៅតែឆេះមិនទាន់អស់ទៀតដល់តែឆេះមិនអស់អញ្ចឹងទើបលោកតាសែមគាត់ដើរមើលជុំវិញមួយជុំទើបគាត់ដឹងថានៅនឹងស្បែកសពគេមានសាក់រូបយន្តអាថ័ន្តស្បែកគង់លោកតាគាត់ដឹងរឿងគាត់ក៏ចាប់ប្រាប់ឲ្យបងប៉ែនទៅចាក់ស្រាសឲ្យគាត់មួយកែវរួចគាត់ក៏ចាក់ច្រូចនៅខាងក្បែរមឈូសនឹងបន្តិចរួចគាត់ក៏សូត្របាលីមួយសន្ទុះទើបគាត់ដើរថយក្រោយហើយគាត់ក៏ជះស្រាសនោះចូលទៅក្នុងភ្នក់ភ្លើងដែលបង្កើតជាអណ្ដាតភ្លើងឆេះសន្ធោសន្ធៅលុះដល់ចប់កិច្ចពិធីហើយកាលណាសពគ្រូអាគមនោះក៏ត្រូវបានព្រះអគីលេបត្របាក់អស់គ្មានសល់ដោយបន្សល់ទុកតែធាតុមួយកញ្ចប់ទុកឲ្យសាច់ញាតិរបស់គ្រូអាគមម្នាក់នោះគេរើសទុកដាក់ក្នុងកោដ្ឋទៅតាមអធ្យាស្រ័យរៀងខ្លួនប៉ុន្តែមុនពេលដែលរើសធាតុដាក់ក្នុងកោដ្ឋលោកតាយោគីគាត់ក៏ចាប់ធ្វើពិធីប្រែរូបដល់សពដើម្បីជាកិច្ចឧទ្ទិសដល់សពឆាប់បានទៅចាប់ជាតិចាប់កំណើតថ្មីរួចទើបប្រពន្ធកូននិងសាច់ញាតិរបស់គ្រូអាគមម្នាក់នោះគេក៏ចាប់រើធាតុដាក់ចូលទៅក្នុងកោដ្ឋទៅលោកតាយិនសែមគាត់និយាយថារឿងបូជាសពមិនឆេះគាត់ជួបច្រើនណាស់មកហើយគ្រាន់តែថាសពខ្លះពិបាកដុតរហូតដល់ថ្នាក់គាត់ប្រើរបស់ជំនួយអីចឹងទៅប៉ុន្តែថារបស់ជំនួយរបស់គាត់ជាអ្វីគាត់មិនបានបង្ហាញឲ្យយើងឃើញនោះទេព្រោះវាគឺជាវិជ្ជាផ្ទាល់ខ្លួនរបស់គាត់កាលបើចប់ពិធីកម្មហើយកាលណាលោកតាព្រមជាមួយនឹងសិស្សគុណរបស់គាត់ទាំងពីរនាក់ក៏នាំគ្នារៀបចំអីវ៉ាន់ធ្វើដំណើរត្រឡប់មកស្រុកភូមិវិញដោយលើកនេះអ៊ំប្រាក់គាត់ក៏ជាអ្នកបរទេសគោជូនពួកគាត់មកវិញដដែលពេលដែលអ៊ំប្រាក់ជូនលោកតាត្រឡប់មកវិញនោះលោកតាគាត់បាននិយាយថាខ្មោចគ្រូអាគមនេះប្រហែលមិនទាន់ទៅចាប់ជាតិចាប់កំណើតទេព្រោះកាលពីយប់មិញគាត់ឃើញគេចូលមកក្នុងផ្ទះមើលទៅគេហាក់មិនបានដឹងទេថាគេស្លាប់ដោយជំនឿខ្មែរយើងអញ្ចឹងក្រោយ7ថ្ងៃទើបខ្មោចដឹងខ្លួនថាស្លាប់អញ្ចឹងហើយមុន7ថ្ងៃគេអាចនឹងមកលេងផ្ទះឬមកលេងអ្នកចិត្តខាងក៏ថាបានឮលោកតាសែមគាត់និយាយអញ្ចឹងអ៊ំប្រាក់គាត់ព្រឺសម្បល់យកតែម្ដងដោយសារតែសពដែលស្លាប់នឹងកាលពីនៅរស់គេក៏ជិតស្និទ្ធជាមួយនឹងគ្រួសាររបស់អ៊ំប្រាក់ដែរតិចគេមកលេងគាត់ដែរទៅពេលនោះអ៊ំប្រាក់គាត់បានសុំរបស់ខ្លះទុកសម្រាប់ដាក់តាមខ្លួនលោកតាសែមគាត់សើចហើយគាត់ក៏ចាប់យកប្រទាលខ្មៅមួយមើមចេញពីថង់យាមគាត់មករួចគាត់ក៏ប្រគល់ឲ្យអ៊ំប្រាក់ដាក់តាមខ្លួនប៉ុន្តែលោកតាគាត់បានហាម5ថាហាមមិនឲ្យដាក់ប្រទាលនឹងទ្របគូតអង្គុយនោះទេបើមិនអញ្ចឹងមុខជាសាបអាគមក៏លេចទៅមើលអ៊ំប្រាក់ឯនេះវិញគាត់ហាក់សប្បាយក្នុងចិត្តណាស់ដោយហេតុថាបានរបស់ការពីខ្លួនពីលោកតាសែមគាត់ក៏ប្រញាប់លូកដៃទៅទទួលយករបស់នោះយកមកទុកដាក់ក្នុងហៅប៉ៅអាវរបស់គាត់ភ្លាមហើយគាត់ក៏បន្តដំណើររហូតដល់ភូមិរបស់លោកតាសែមកាលបើជូនលោកតាដល់ផ្ទះហើយគាត់ក៏បោរទេះគោត្រឡប់មកវិញនៅតាមផ្លូវស្រាប់តែគាត់បានជួបជាមួយនឹងអ៊ំមានអ៊ំរិនអ៊ំណែមនិងអ៊ំសនដែលពួកគាត់
កំពុងតែអង្គុយហូបទឹកត្នោតជូរនៅខាងក្នុងខ្ទមស្លឹកត្នោតខាងជើងភូមិហ្នឹងណែមកាលបើឃើញប្រាក់គាត់ក៏លើកដៃឲ្យជាសញ្ញាប្រាប់ឲ្យប្រាក់ទុករទេះគោសិនទៅហើយមកអង្គុយដកមេជាមួយពួកគាត់ចំណែកប្រាក់វិញគាត់រៀងស្ទាក់ស្ទើរព្រោះមុនចេញពីផ្ទះប្រពន្ធបានហាមថាមិនឲ្យគាត់ចូលផឹកនៅទៀមណាទេត្រូវប្រញាប់មកផ្ទះវិញយកស្រូវទៅជន់ព្រោះអង្ករដាំបាយហើយកាលពីចំនួននោះពុំទាន់មានម៉ាស៊ីនកិនស្រូវនោះទេគេច្រើនតែយកស្រូវយកទៅដាល់ជាអង្ករហើយរែងវាឲ្យស្អាតដោយហេតុថាជាអ្នកស្គាល់គ្នាគេហៅគាត់ខ្លាំងពេកគាត់ក៏ឈប់រទេះហើយដើរចូលក្នុងខ្ទមស្លឹកត្នោតហ្នឹងបន្តិចទៅមិនទាន់នឹងដាក់គូតអង្គុយលើគ្រែស្រួលបួលផងរិនគាត់លើកកែវទឹកត្នោតជូរមួយកែវឲ្យប្រាក់ហូបផឹកទៅឯងមកក្រោយគេអញ្ចឹងត្រូវតែពិន័យពី3កែវហើយទៅបានវើយប្រាក់គាត់ក៏ចាប់យកកែវទឹកត្នោតជូរមកក្រេបបន្តិចជក់យកជាតិរួចក៏លើកដាច់តែម្ដងពេលនោះណែមគាត់ក៏កាច់យកកូនតឡនតនអាំងគ្រឿងមួយក្បាលឲ្យទៅប្រាក់ខ្លែមស្ថិតនៅក្រោមផ្ទៃមេឃស្រទុំខ្យល់ត្រជាក់លាយឡំនឹងសន្សើមទឹកភ្លៀងផ្សែងក្រូចបក់មករវិចមុខប៉ះនឹងមុខដែលធ្វើឲ្យពួកគាត់អង្គុយដកមេមុនទំនេរមាត់ឡើយចំណែកប្រាក់វិញការបើត្រូវទឹកត្នោតចូលខ្លួនអស់មួយបំពង់គាត់ក៏ហាក់ភ្លេចពាក្យសម្ដីប្រពន្ធគាត់អស់រលីងលុះដល់មេឃធ្លាក់ងងឹតបន្តិចទើបប្រាក់គាត់នឹកថាចង់ត្រឡប់ទៅផ្ទះវិញព្រោះគាត់ផឹកទឹកត្នោតជូរអស់ច្រើនដែរហើយចំណែក3នាក់ទៀតក៏រៀងស្រវឹងធ្លាក់ភ្នែកដែរពេលនោះហើយប្រាក់គាត់ក៏ដើរសម្ដៅទៅកាន់រទេះគោរបស់គាត់ហើយក៏ចាប់គោដាក់ក្នុងនឹមបោរទេះចេញពីកន្លែងផឹកទឹកត្នោតជូរនោះពេលហ្នឹងមេឃមិនទាន់យប់អំបាម៉ានទេម៉ោងប្រហែលជា6ល្ងាចអីហ្នឹងប៉ុន្តែថានៅតាមទីជនបទឲ្យតែមេឃចាប់ផ្ដើមអស់ពន្លឺមិនសូវមានមនុស្សធ្វើដំណើរឆ្លងកាត់ភូមិទេណាមួយចំនួននោះក៏ពុំសូវមានមនុស្សច្រើនប៉ុន្មានដែរថ្ងៃចាប់ដើមអស់ពន្លឺបន្តិចម្ដងមិនយូរប៉ុន្មានស្បៃរាត្រីក៏បានចូលខ្លួនមកជំនួសពន្លឺព្រះសូរិយាផ្លូវដែលប្រាក់គាត់បរទេសគោត្រឡប់មកវិញនឹងគឺថាត្រូវបរទេសឆ្លងកាត់កន្លែងដែលគេបូជាសពគ្រូអាគមម្នាក់នោះផងដែរគ្រាន់តែថាគាត់អត់មានអារម្មណ៍ខ្លាចអីនោះទេព្រោះគាត់រៀងស្រវឹងស្រឿងដែរហើយប៉ុន្តែប្លែកថាសត្វគោរបស់គាត់ដើររៀងផ្អើលមិនដឹងនោះទេយ៉ាងណាក៏ដោយគាត់ក៏នៅតែបន្តដំណើររហូតដល់ព្រៃមួយដែលអ្នកស្រុកឲ្យឈ្មោះថាព្រៃគោកមងព្រៃហ្នឹងគឺគេច្រើនតែយកសពយកទៅកប់នៅកន្លែងហ្នឹងទៀតសោតឲ្យតែម៉ោង6 7ហ្នឹងគឺដឹងតែមិនមាននរណាម្នាក់ហ៊ានដើរធាក់កង់ឬជិះម៉ូតូឆ្លងកាត់ព្រៃនឹងឡើយដោយហេតុថាគេដឹងរឿងនៅខណៈពេលដែលប្រាក់គាត់កំពុងតែបរទេសគោរបស់គាត់នឹងស្រាប់តែគោឈរត្រឹងលែងដើរទៅមុខបើទោះបីជាប្រាក់គាត់វត្តនឹងរំពាត់យ៉ាងណាក្តីក៏សត្វគោរបស់គាត់មិនព្រមដើរទៀតដែរវាឈរត្រឹងហាក់បីដូចជាបានឃើញអ្វីនៅខាងមុខវាអញ្ចឹងប្រាក់គាត់ប្រឹងទាញកន្ត្រាក់ដេញប៉ុន្តែវានៅតែមិនដើរគាត់ប្រងនឹងទាញខ្សែទីមកវត្តគោរបស់គាត់ថែមទៀតនឹងតើពេលហ្នឹងស្រាប់តែវាផ្អើលស្ទុះបោលវឹងរត់លឿនកន្ត្រាក់សឹងតែធ្លាក់ប្រាក់ចុះពីលើខ្នងរទេះចេះអីពេលហ្នឹងគាត់ដៃរហ័សចាប់ទាញធ្នឹមរទេះជាប់ម្លោះប្រហែលធ្លាក់បះជើងទល់ផ្អកបាត់ទៅហើយពេលហ្នឹងប្រាក់គាត់រអ៊ូតិចម្នាក់ឯងថា
dì đồn nâng thằng nốt ảnh đánh ở việc đào từ vì mình từ đò tại việc tới viết tiên còn tra anh sân tại lẹ với định dây bằng đá đầy còn prấn chạp tiền xài cầu chốt có tiền ọp đập bấy cầm oi về rột lươn khăn pê khai cài thà con rột tế viết có nâng plư xài bạ cầm rứ bà chơi rột tế anh chẳng tư dục cắn tay chờ đâm nào có cắn tay dù tiền đại trong ngày plư pi cần lại để cọt phật tịch nọ chu một phôm ấy nắng miễn trong ngày bà hai chỉ phí từ 3 kg ấy tài bồn nắng bồn tài ông bạ cốt miễn rong thà rồi tê cốt bó dù nè sân tệ 3 món 4 món bắt từ 2 rồi tê cổ đá du tới canh tệ ngày tới mệt có chấp đau ngờ nghịch chẳng hỏi ông bạ cốt mơ plơ mình cho bà nô tê cốt sman cốt kịch thà plơ nắng cứ chỉ plơ đẹp từ tiệt bỏ cốt thì ta pro ấy cốt sờ văng trắng cốt băng lơ đồn nâng thằng chỉ cô bỏ cốt nâng 2 chỉ rốt tế cố bọn đà cọt miễn rong thà trò chẹ chẳng khăn prư sầm bol khня trong lấy khóc bị thò mặt đà pê nắng sắp thì quạt lư sầm lên ngô nắng lư lang cật lùi pi khang còi khnon rồi bạc cọt pê nắng ông bạ cọt còn nghĩa còi mơ đời chọn đằng thà sầm lên nú cứ chia sầm lên như vậy một pina pê nắng sắp thì quạt khơi mà nụ nè ông cối nơi trong rồi tê bài khnon đã quạt phim nụ đái sắp tài mà nụ pro mà nè nắng bót cò bài một sầm lăng một can ông bạ giọt tài mà đòn một kề sắp tài chiêm hai phim nắng sắp thì có thලpi lơ sma rồi miel prap nô lơ tụ rồi tê mọi nú bạc này lên lòng đã ông bạ khơi bạp nắng cốt nhẹ còn có tiên dọc chờ tô rồi tê dọc một vọt các bà mọi nú thlẹ pi lơ rồi tê cọt bạt tư còn tê các bà vì thlẹ pi lơ rồi tê cọt liêm luôn để ọt các bà nắng sạp tê lột plot cho pi rồi tê hỏi rốt tam các bà rồi bỏ vía plot nơi pi khẳng còi rồi tê khmoi lóng sài bạp nâng vừa oi ông bạ cốt xoang rồi vâng che đôi kỳ chập tè bay đầy chân cọt nhẹ luôn prớt nơi khả nạ bê nắng rồi tê cổ ông bạ có công pong tại nơi khăn prey cột môn prey nắng cứ chỉ prey cọc khmoi thì ta hai môn nắng cành quạt bò rồi tê nơi tam pleu thì ta ấy hạt ấy bàn chỉ sọc cốt trôi một khăn prey cọc khmoi nị tờ vinh bê nắng ông bạ cọt đằng hai thà khmoi lon cọt cóประหยับจับเตียงใส่โกบอดรถเตะเจนปีเปรย์หนึ่งเพลียมอมลงไปหนึ่งองประกดลือสมเลงโง่เอาลางกระลุยเป็นเตียงเปรย์ปนตายกดหับเชียยิมตังสมาร์ทไดระหดดอลเจนพอดปีเปรย์หนึ่งกรอนตายรถเตะโกเจนพอดปีเปรย์โกกหมงองประกดสรุดคลุนสราคลุนโยกแต่มาดองหายกดก็ประหยับบอลรถเตะโกกดเจนปีเปรย์นูกรอนแต่กอดมาดอบแต่ประปนกอดสูนอมพลิ้มโดยสาแต่บัดได้อยู่ไปหนังมองเชียงดอบยกตัวหายปนตายองประกอดมันตอนในเยเรื่องนั้นปรับประปนกอดเพลียมเตกอดดาวเตเลียงสมอาดคลูนสั้นหายก็ลางเตสมระเตลูดอปรึกลางเต็บกอดในเยเรื่องนั้นปรับแต่ดอประปนกอดทากาไปยุบมิ้งกอดเตยขโมยลงหายขโมยนึงคือจิขโมยอาซอนวีคือจิขโมยกลัวกงมันเนี่ยหนึ่งหายวีประหารชีมันตอนแต่จับเจียดจับกำนัดเนอนาเตองประกดกับบานยกเรื่องนั้นตัวปรับประปนกรุซอนนั้นเอาเกิดดัง
ក្រែងលោបានធ្វើបុណ្យឲ្យប្តីអីចឹងទៅប៉ុន្តែគ្រប់យ៉ាងគឺវាផ្ទុយស្រឡះពីអ្វីដែលគាត់បានគិតប្រពន្ធគ្រូសនគេបែរជាខឹងច្រឡោតតោតតងថាអ៊ំប្រាក់នឹងចោតប្តីគេមិនទាន់ទៅចាប់ជាតិចាប់កំណើតថ្មីប្តីគេជាមនុស្សល្អមិនសមណាកើតជាខ្មោចអញ្ចឹងទេអ៊ំប្រាក់ដល់តែប្រាប់គេមិនស្ដាប់ហើយបែរជាខឹងគាត់អញ្ចឹងគាត់ក៏លែងនិយាយអ្វីទាំងអស់ហើយក៏ដើរត្រឡប់មកផ្ទះរបស់គាត់វិញភ្លាម